តើធនធានមនុស្សដែលតាក់ទងទៅនឹងការធ្វើអាជីវកម្មមានប៉ុន្មានប្រភេទគឺអ្វីខ្លះជំរាបសួរលោកគ្រូសូមលោកគ្រូជួយបកស្រាយនិងចែកម្លែកនៅវិធានបទនេះផងលោកគ្រូបាទអរគុណច្រើនបងប្អូននៅសំណួរនេះបាទក្នុងសំណួរយើងថាតើធនធានមនុស្សដែលពាក់ព័ន្ធនឹងអាជីវកម្មនឹងមានប្រមាណប្រភេទគឺអ្វីខ្លះបាទជាទូទៅយើងអត់ដឹងថាគាត់នឹងមានប្រមាណប្រភេទគឺអ្វីខ្លះទេយើងនិយាយតែធនធានមនុស្សហ្នឹងគឺសំដៅលើតែបុគ្គលិកនឹងឯងនៅពេលណាដែលយើងសំដៅលើបុគ្គលិកវាមិនខុសទេប៉ុន្តែវាមិនត្រូវដែរដោយសារវាមានច្រើនជាងបុគ្គលិកទៅទៀតអញ្ចឹងនៅពេលនោះឥឡូវខ្ញុំអត់តន់និយាយឡើងហ្នឹងទេខ្ញុំនិយាយរឿងពីរសិននៅពេលណាដែលយើងចាយពេលចាយលុយសម្រាប់មនុស្ស target people នៅពេលយើងជួបមនុស្សម្នាក់យើងចាយអីចាយពេលយើងចាយលុយនៅពេលដែលយើងចាយលុយត្រូវជាមួយពួកគាត់ណាបាទត្រឡប់មកវិញយើងបានលក់អីចំណេញហើយនឹងបានពឹងពាក់ការងារបានអាហ្នឹងហៅ target people ដល់ non target people យើងជួបមនុស្សម្នាក់យើងចាយពេលចាយលុយដូចគ្នាតែត្រឡប់មកវិញយើងអត់បានអីចំណេញពីគាត់ទេបើអត់មានផលចំណេញពីគាត់ទេលក់អីអត់បានចំណេញទេហើយក៏អត់ពឹងពាក់ការងារក្នុងអាជីវកម្មឲ្យបានដែរអាហ្នឹងហៅមនុស្ស non target people យើងរាល់ថ្ងៃហ្នឹងម្ចាស់អាជីវកម្មលក្ខណៈគ្រួសារហ្នឹងចាយពេលនឹងលុយជាមួយអា non target ហ្នឹង 80% ពួក target តែ20អញ្ចឹងធ្វើឲ្យលទ្ធផលការងារគាត់ lower មានន័យថាការងារគាត់ធ្លាក់ខ្លាំងបាទប៉ុន្តែអ្នកដែលស្តង់ដារគេចាយលុយនឹងចាយថាពេលជាមួយពួក target people ហ្នឹង 80% ហើយគេចាយមួយមនុស្សណាន់ហ្នឹងគេចាយដែរតិចតួចតែ 20% ទេអញ្ចឹងធ្វើឲ្យលទ្ធផលការងារគាត់ higher ខ្ពស់ទៅធ្វើឲ្យប្រាក់ចំណូលនិងចំណេញគាត់គឺកើនឡើងខ្ពស់អញ្ចឹងនៅពេលដែលយើងចាយលុយត្រូវពេលត្រូវជាមួយមនុស្សគោលដៅធ្វើឲ្យយើងមានផលចំណេញដល់អញ្ចឹងយើងស្គាល់ថាអ្នកណាគេដែលជាមនុស្សគោលដៅអញ្ចឹងហើយអានឹងហៅជាមនុស្សធនធានដែលពាក់ព័ន្ធនឹងអាជីវកម្មនឹងមនុស្សគោលដៅតែធ្វើឲ្យយើងមានចំណេញពួកនឹងមាន5ប្រភេទទី1គឺបុគ្គលិកយើងនឹងឯងនឹងបុគ្គលិកយើង GM BM រួមទៅគ្រូបង្វឹកដូចខ្ញុំផង business coach ធ្វើឲ្យយើងមានផលចំណេញទៅខាងមុខទៀតអញ្ចឹងបើយើង care ពេលមកជួបពួកគាត់យកពេលលះបង់ពេលវេលាមកជួបពួកគាត់ចាយលុយចាយពេលមកធ្វើឲ្យ business យើងចម្រើនទៅមុខចំណុចទី2អតិថិជនណានៅពេលដែលយើងស្និទ្ធស្នាលមួយអតិថិជនដោះស្រាយបញ្ហាអតិថិជនច្រើនអតិថិជននឹង support business យើង support business យើងហ្នឹងយើងបានចំណូលច្រើនបានប្រាក់ចំណេញបាទអាហ្នឹងក៏យើងត្រូវ care គាត់ដែរទី1បុគ្គលិក GM BM រហូតបុគ្គលិកខាងក្រោមរួមនឹងគ្រូបង្វឹកអាហ្នឹងធ្វើឲ្យយើងជោគជ័យទី2អតិថិជនទី3 supplier នៅពេលដែលយើងជួប supplier យើងមានតំណែងល្អមួយគាត់បងលុយគាត់ទៀងទៅចែកមានភាគគួរសមជាមួយគាត់តំណែងយើងខ្លុះមួយគាត់លក់ទំនិញឲ្យយើងបានធូរថ្លៃហើយតាន់ពេលឲ្យយើងទៀតធ្វើឲ្យផលិតផលយើងនិងសេវាកម្មយើងប្រៀបដៃគូគាត់ចែងយើងល្អជាងគេអញ្ចឹងនៅពេលណាដែលយើងអត់មាន supplier support គ្រប់គ្រាន់ធ្វើឲ្យ product របស់យើងនឹងមានបញ្ហាដែរវាខ្វះវត្ថុធាតុដើមណាមួយអាហ្នឹងក៏វាជារឿងសំខាន់ដែរបាទរឿងសំខាន់ដែរចំណុចទី3 investor យើងត្រូវជួបអ្នកដែលមានលុយច្រើនដើម្បីធ្វើបទបង្ហាញពីបច្ចេកយើងជោគជ័យទី1ទី2នេះយ៉ាងម៉េចគេនឹងដាក់ហ៊ុនយើងចូលទី3ទី4ដើម្បីយើងពង្រីកសាខាបានច្រើននិងមានប្រាក់ចំណេញច្រើនដែរអញ្ចឹងបានថាអាជីវកម្មធ្វើម៉េចឲ្យបានជោគជ័យជានិរន្តរ៍យើងត្រូវតែពង្រីកនិងពង្រឹងពង្រីកអាជីវកម្មពង្រីកផលិតផលពង្រីកសាខាសម្ភារសេវាកម្មយើងត្រូវការលុយហើយនឹងពង្រឹងសមត្ថភាពបុគ្គលិកក៏ត្រូវការលុយដែរអញ្ចឹងយើងត្រូវការលុយឲ្យគេចូលហ៊ុនដើម្បីយើងពង្រីកអាជីវកម្មហើយនឹងពង្រឹងសមត្ថភាពបុគ្គលិកនឹងបានគោលបំណងចាំបានប្រាក់ចំណេញកើនជាលំដាប់ពីមួយខែទៅមួយខែនិង return on investment ពីមួយឆ្នាំទៅមួយឆ្នាំកើនអញ្ចឹងធ្វើម៉េចដើម្បីឲ្យកើនយើងត្រូវតែមានគេចូលហ៊ុនជាបំណែកមួយនៃភាពជោគជ័យនៃ business ដែរមិនមែនទាំងស្រុងទេបាទមិនមែនទាំងស្រុងទេអានឹងយើងត្រូវ close ជាមួយinvestor អ្នកដែលមានលុយពាក្យ investor គឺអ្នកដែលមានលុយយកលុយហ្នឹងបើកើតលុយឲ្យគាត់វិញហៅ investor អញ្ចឹងគេមិនសល់លុយច្រើនគេចង់ដាក់ហ៊ុនមួយយើងដើម្បីគេយកភាគលាភរបស់គេអាហ្នឹងហៅ investor ហើយក្រុមទី5គឺរដ្ឋាភិបាលអញ្ញើថាដែនដីយើងមានតំណែងមួយគាត់អាសាកាហ្វេមួយគាត់បាញ់លុយឲ្យគាត់ចាយខ្លះមានន័យថាម៉េចកសាងតំណែងតែពេលមានបញ្ហាគេជួយយើងបានលឿនព្រោះការងារយើងវាពាក់ព័ន្ធនឹងរដ្ឋាភិបាលច្រើនអាជ្ញាធរដែនដីផ្លូវច្បាប់ផ្លូវអីចឹងកាត់ប្លង់កាត់ច្បាប់រត់ច្បាប់ទលាប់អីហ្នឹងគឺតាក់ទងនឹងគាត់អញ្ចឹងបើយើង care មនុស្ស5ប្រភេទហ្នឹងបានធ្វើអាជីវកម្មយើងជោគជ័យអញ្ចឹងមានអីខ្លះទី1បុគ្គលិកយើង
បុគ្គលិក GM BM រួមនឹងគ្រូបង្វឹកទី2អតិថិជនទី3 supplier ទី4 investor ទី5រដ្ឋាភិបាលរួមនៅអាជ្ញាធរដែនដីហ្នឹងគឺយើងត្រូវការពាក់ព័ន្ធមួយគាត់អញ្ចឹងបើបងប្អូនយល់ដឹងនីតិវិធីទាំង5ដែលខ្ញុំបាននិយាយមានន័យថាយើងមានតំណែងល្អមួយគាត់ចាយលុយចាយពេលត្រូវធ្វើអាជីវកម្មយើងរីកចម្រើនហើយបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលរួមស្ដាប់បាទអរគុណច្រើនលោកគ្រូដែលបានជួយបកស្រាយនៅប្រធានបទនេះសម្រាប់បងប្អូនម្ចាស់អាជីវកម្មមានចម្ងល់មានបញ្ហាអាជីវកម្មយើងមានក្រុម Telegram មួយបងប្អូនjoin ក្នុងក្រុម Telegram ហ្នឹងអាចសួរនៅបញ្ហាអាជីវកម្មរបស់បងប្អូនបានដែលមានលោកគ្រូចាំជួយបកស្រាយក្រុម Telegram នោះឈ្មោះថាអំណោយទាន Q&A link Telegram ចំដាក់នៅខាងលើបាទសូមអរគុណបាទអរគុណច្រើនបងប្អូនបាទ